ឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2568នៅថ្ងៃ100ខែពិសាខបុណ្យកុសលទាំងអស់នេះក៏ដូចជាទេវតាព្រះនាមគោរកៈទេវីដែលជាទេវតាឆ្នាំថ្មីអភិបាលថែរក្សាគុំក្រងបុណ្យចូលឆ្នាំថ្មីជាបុណ្យមួយដែលប្រកបទៅដោយភាពសប្បាយរីករាយក៏ប៉ុន្តែពុទ្ធបរិស័ទគ្មានចាស់ប្រុសស្រីចិត្តឆ្ងាយទាំងឡាយកុំប្រមាទអំពីជីវិតខ្លួនឯងនិងជីវិតអ្នកដទៃទី1ការបើកបរដោយរថយន្តតូចចក្រយានយន្តសូមពុទ្ធបរិស័ទទាំងឡាយមេត្តាប្រុងប្រយ័ត្នអព្យាស្រ័យយោគយល់និងគោរពច្បាប់ចរាចរណ៍ដើម្បីកុំឲ្យអន្តរាយដល់ខ្លួនឯងនិងអន្តរាយដល់អ្នកដទៃទី2ពុទ្ធបរិស័ទទាំងឡាយមិនគួរសេពនៅគ្រឿងស្រវឹងគ្រប់បែបយ៉ាងឡើយព្រោះគ្រឿងស្រវឹងកាលណាបើយើងសេពហើយធ្វើឲ្យសតិស្មារតីរបស់យើងឃ្លាំងភ្លេចបាត់បង់ការចងចាំបាត់ម្ចាស់ការបាត់ការទទួលខុសត្រូវសពបែបយ៉ាងធ្វើឲ្យយើងគ្រោះថ្នាក់ដល់ខ្លួនឯងផងដល់អ្នកដទៃផងទី3ពុទ្ធបរិស័ទទាំងឡាយកុំសេពនៅគ្រឿងញៀនទាំងឡាយមានអភិនកិច្ឆាជាដើមព្រោះធ្វើឲ្យសតិស្មារតីរបស់ពុទ្ធបរិស័ទទាំងឡាយខូចខាតនិងคล้ายទៅជាមនុស្សវិកលវិការមិនស្អាតមិនល្អប្រព្រឹត្តខុសសពបែបយ៉ាងមានទោសទាំងពេលបច្ចុប្បន្នហើយនឹងទោសរហូតដល់បរលោក